សួស្តីបងប្អូនយើងបន្តវីដេអូ vlog នៅប្រទេសឡាវយើងបន្តទៀតដោយនេះយើងធ្វើដំណើរថតជូនតាមផ្សារក៏ដូចជាតាមតំបន់រមណីយដ្ឋាននៃគេលេងនៅប្រទេសឡាវខ្លះជូនបងប្អូនយើងទស្សនាទាំងអស់គ្នាដោយនេះគឺផ្សារមួយនៅប្រទេសឡាវនៅឯវៀងច័ន្ទផ្សារហ្នឹងដូចផ្សារយើងនៅអូអាស័យផ្សារអូអាស័យដែរបងប្អូនគេមានលក់នំគេមានលក់ខោអាវស្បែកជើងសម្ភារៈអ្វីបានដូចគ្នាចឹងបងប្អូនហើយយើងទៅទស្សនានៅក្នុងផ្សារទាំងអស់គ្នាតោះThis. I don't know too. I think so. What is this? No. Noodle. Oh. It's hot pot and it's I never see. I never see. No, this one Chinese or Japanese noodles because this right. You can try. Fly được không? Fly. Họ chân con tới anh ấy còn fly được. How much fly? Lượng học sò là cái bốc là hồng.
Pattaya. Yeah, okay. Cái hào thờ lỗ hồn. She teach me too. Ê, tại ní khó khăn á. Thế, anh ấy ginger, anh ấy no ginger. Cái răng kia. Knyai. In Khmer, lamid. Now, this one is king and cow. This one is Galanga. Oh. Galanga is Malay. Okay. This one is ginger. Okay. Mamen lamid then. Okay. Got it. Riêng ta lại. What's that one? I just teach you. Lemon Grass. grass is Lemon. lemon. Rồi. I don't know. I don't know why it's called lemon. This one. แต่เราเป็นสายจงรู้ชื่อโกหินเขา Which way? Which way? that one that one Ông lấy again. Khơi rồi. I think this ហើយនេះគឺយើងចេញពីផ្សារបងប្អូនហើយយើងក៏ធ្វើដំណើរទៅថតនៅកន្លែងលេងមួយចំនួនចាស់ជូនបងប្អូនទស្សនាហើយមុនយើងទៅកន្លែងលេងហ្នឹងគឺយើងរកអីត្រប់ពោះសិនមុននឹងទៅដល់កន្លែងលេងអញ្ចឹងបងប្អូននេះកន្លែងហាងគេញ៉ាំបាយញ៉ាំកាហ្វេមីអីចឹងណាកាទៀវអីចឹងដល់ញ៉ាំហ្នឹងគេយំញ៉ាំតែកាទៀវបងប្អូនដូចបាយដូចគេអត់សូវភាគច្រើនគេយំញ៉ាំតែកាទៀវបងប្អូនហើយនេះខ្ញុំមកកន្លែងលក់សបុតឡានណាដល់យើងត្រូវទៅវិញយប់ហ្នឹងនេះបេនឡានគេលក់សបុតដោយសារតែខ្ញុំទិញសបុតឲ្យហើយអញ្ចឹងទៅកុំឲ្យយើងពិបាកពេលមកដើរលេងវិញយើងត្រូវទឹកភ្លៀងត្រូវអីចឹងមកកន្លែងសបុតណាយើងមកដើរលេងយើងអង្គុយចាំឡានមកខ្មែរវិញអញ្ចឹងបងប្អូននេះកន្លែងគេលក់សបុតហើយម៉ោងគេចេញហ្នឹងគឺម៉ោងយប់ដូចគ្នានៅហ្នឹងដូចមានតែមួយជើងបងប្អូនពីវៀងច័ន្ទមកបាក់សេគេមានតែមួយជើងហើយយើងត្រូវទិញសបុតឲ្យហើយយើងទិញហើយយើងក៏ធ្វើដំណើរទៅកន្លែងលេងបងប្អូនទៅទស្សនានៅកន្លែងលេងទាំងអស់គ្នា
ว่าของลูกค้าที่เสียดีที่ลูกค้ายังไปอุ่นเลยที่ให้มันไม่ไก่เหรอนี่อ๋อชิ้นราคาเนาะเอาที่ถึงเขาก็เป็นของเนาะทำเราแบบเนาะที่ของ Yeah, so beautiful. And now នៅកន្លែងនេះដែរគឺជាកន្លែងសារមន្ទីរគេបងប្អូនដោយគេទើបសាងសង់រួចហើយថ្មីហើយសារមន្ទីរគេហ្នឹងគឺគេធ្វើ style ដូចនៅអង្គរវត្តយើងអញ្ចឹងបងប្អូនគេធ្វើដូចមាននៅកំពូលប្រាសាទ3មើលពីមុខទៅហើយផ្លូវដើរចូលហ្នឹងគឺឆ្លងទឹកអីណាធ្វើដូចនៅអង្គរវត្តយើងអញ្ចឹងបងប្អូនគេចង់ copy តាមប៉ុន្តែ copy អត់ដូចទាំងអស់គេ copy ខ្លះទៅហើយផ្លូវដើរចូលគេហ្នឹងបើសិនជាយើងខ្ជិលដើរអញ្ចឹងយើងអាចជួលឡានទូចគេហ្នឹងជិះចូលបានណាបងប្អូនដល់នេះខ្ញុំដើរថតយកទេសភាពចែកជូនបងប្អូនយើងទស្សនាហើយសូមទោសបងប្អូនដែរដោយវីដេអូនេះដូចយើងរៀងវែងតិចបងប្អូនដោយសារតែយើងថតយករូបភាពស្អាតចែកជូនបងប្អូនទស្សនានៅសារមន្ទីរគេនេះបងប្អូនក៏ដូចជាកន្លែងលេងផ្សេងទៀតចឹងអធិស្ឋានបងប្អូនដែរហើយមួយទៀតបើសិនជាលោតពាណិជ្ជកម្មអីមកចឹងអធិស្ឋានបងប្អូនកុំមានការធុញទ្រាន់នឹងពាណិជ្ជកម្មអីបងប្អូនដោយសារតែ YouTube គឺរស់ឯសារពាណិជ្ជកម្មហ្នឹងបងប្អូនវាលោតមកអញ្ចឹងទៅជួនកាលវីដេអូខ្ញុំអត់តាន់បាន 1k 2k អីផងតាម100 view ហ្នឹងគឺវា add ពាណិជ្ជកម្មមកអូតូអញ្ចឹងយើងមិនបាន add វាទេតែវា add មកអូតូបងប្អូនអញ្ចឹងវាស៊ីខ្សែលើយើងដែរកន្លែងហ្នឹងអញ្ចឹងសឹកបងប្អូនអធិស្ឋានផងដែរបើសិនជាវីដេអូយើងវែងហើយពាណិជ្ជកម្មលោតមកញ៉ៃអញ្ចឹងបងប្អូនបើសិនជាលោតពាណិជ្ជកម្មមកច្រើនដងអញ្ចឹងបងប្អូនគាត់អាចចុចកន្លែង skip នៅលើពាណិជ្ជកម្មចុច skip ទៅវាមើលវីដេអូបានវិញហ្នឹងបងប្អូន Wow.
ឃើញថានៅកន្លែងសារមន្ទីរនេះដែរគឺមើលទៅក្បាច់រចនាអូសាហាវក្បាច់សឹងគ្រប់កន្លែងហ្មងក្បាច់រូបចម្លាក់រូបអីប្រទេសនេះទូទេបងប្អូនប៉ុន្តែខំប្រឹងសាងសង់កន្លែងលេងសម្រាប់ទាក់ទាញភ្ញៀវទេសចរឲ្យចូលមកលេងនៅក្នុងប្រទេសឡាវនេះបងប្អូនហើយរូបចម្លាក់នៅក្នុងសារមន្ទីរនេះដែរគឺសបោតែឈើគេឆ្លាក់ចេញពីឈើមិនសូវមានថ្មហ្មងទេឈើសុទ្ធហ្មងដូចជំនាញតែលើឈើហ្មង
ខកទៅស្អាតហើយចូលទៅអត់ទេមកប៉ប៉មកពីចាំរកឈុនហើយចុះ ហើយកន្លែងនេះដែរគឺនៅជាន់ខាងក្រោមដីបងជាន់ក្រោមគេមានជាដើប្រអប់ហើយនឹងជាដើយន្តដែលយើងជិះចុះហើយនឹងឡើងដែរហើយនៅជាន់ក្រោមដីហ្នឹងគឺរូបចម្លាក់គេហ្នឹងគឺសុទ្ធតែឈើហ្មងឈើសុទ្ធហ្មងហើយវាមានធូលីដីដែរទុំទៅជាប់ឈើនេះយើងមើលអត់ឃើញទេសារលងឹតពេកណាបើសិនជាយើង allergy អាលៀកស៊ីចំហហើយហ្នឹងចូលទៅគឺឆ្លក់ហើយវាដូចដោយសារតែវាមានដូចវាមានអាម៉ាស៊ីនបឺតខ្យល់បឺតធូលីចេញចូលទៅដល់ឆ្លក់ដែរដោយសារយើងធុំក្លិនឈើផងហើយនឹងដីផងអញ្ចឹង អ
Music Thailand ឡាវ បងប្អូនឥឡូវនេះយើងបានធ្វើដំណើរចេញពីសារមន្ទីរ Art Museum ឡាវហ្នឹងហើយឥឡូវនេះយើងក៏បានមកលេងកន្លែងមួយទៀតដែលកន្លែងនេះដូចជាកន្លែងវត្តដែលមានឈ្មោះថាព្រះធាតុលួងនៅវាងច័ន្ទនឹងដែរហើយវត្តនេះដែរគឺបងប្អូនឆែកមើលនៅក្នុងឯកសារទៅឃើញមានជំនឿផ្សេងៗនៃគេសរសេរនៅវត្តហ្នឹងបងប្អូនដោយប្រជាជនឡាវហ្នឹងគេជឿថានៅវត្តប្រធានលូហ្នឹងគឺដោយថាគេបន់ស្រន់អីទៅគឺប្រកែស័ក្តិសិទ្ធិអីចឹងណាហើយដោយនៅក្នុងវត្តប្រធានលូនេះដែរគឺខ្ញុំអត់សូវបានចូលទៅថតអស់ហ្នឹងបងប្អូនដោយសារតែមេឃហ្នឹងវាដូចជាចង់ភ្លៀងយើងដើរបានខ្លះៗហ្នឹងទៅក៏ហើយណាមួយទៀតដល់ម៉ោងល្ងាចដែលយើងត្រូវត្រឡប់មកវិញហើយយើងអត់មានពេលច្រើនស្គមថាពេលក្រោយយើងនឹងមានពេលទៅធ្វើវីដេអូឲ្យបានច្រើននៅខាងប្រទេសឡាវដោយប្រទេសឡាវហ្នឹងគឺទូទៅបងប្អូនប៉ុន្តែសបោគេកែច្នៃកន្លែងលេងច្រើនហើយនេះដែរយើងថតលេងនៅមុខវត្តនឹងដែរគឺដោយសារតែឃើញទេសភាពវាស្អាតពេកទេបងប្អូននៅមុខហ្នឹងណាហើយវត្តនឹងដែរគឺឬសូគេនិយាយថានៅក្នុងវត្តហ្នឹងគេមានដាក់ធាតុបំណែកខ្លះនៃឆ្អឹងព្រះពុទ្ធណាបងប្អូននៅក្នុងវត្តហ្នឹងណាហើយនៅមុខវត្តនឹងដែរគឺមានកន្លែងបន់ស្រន់គេមានកន្លែងបន់ស្រន់នៅមុខវត្តនឹងដែរបងប្អូនដូចនិយាយទៅវាស្តៀងដូចនៅបងដងការយើងដែរនៅភ្នំពេញដែរដែលគេជឿជាក់ថាបកែអញ្ចឹងណាហើយគេមានយើងបន់ស្រន់ហើយយើងទិញសัตว์បលេងសัตว์អីចឹងដូចនៅបងដងការដែរបងប្អូននេះឥឡូវយើងនឹងនាំបងប្អូនចូលទៅទស្សនានៅបរិវេណនៅខាងក្នុងវត្តនឹងបងប្អូនគ្នាបងប្អូនI want to look for something from Lao as a souvenir. Ní bông bồ là ní dươngចូលមកដល់ខាងក្នុងហើយដោយនៅខាងក្នុងនោះដែរគេមានលក់សម្ភារៈអនុស្សាវរីយ៍អញ្ចឹងណាបងសម្រាប់យើងទិញជាកាដូឬក៏ជាបោះផ្សេងដូចនៅអង្គរវត្តដែរគេមានលក់កៅលក់អីអញ្ចឹងណាហើយនេះដែរគឺជាកន្លែងដែលគេបន់ស្រន់បងប្អូនកន្លែងគេបន់ស្រន់ដែលប្រជាជនឡាវគេជឿថាទីនេះគឺជាកន្លែងដែលប្រកែស័ក្តិសិទ្ធិណានៅហ្នឹងហើយនេះនៅបរិវេណនៅខាងទីធ្លាវត្តព្រះធាតុលួងនេះអត់មានដំណងដាក់ដល់តាណាต้องฟังទៅរោស្អីមកក្រាបទៀត Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
It's okay. Ah.ឃើញថាមានអារម្មណ៍បែបណាដែរបងប្អូននៅពេលដែលទស្សនាបរិវេណនៅក្នុងវត្តហ្នឹងហើយសូមខមមិនម្នាក់មួយមកបងប្អូនចង់ដឹងអំពីចំណាប់អារម្មណ៍ហើយនេះដែរយើងបានធ្វើដំណើរចេញពីវត្តធាតុលួងហើយដល់យើងជិះកាត់ផ្លូវវិមានឯករាជ្យគេបងប្អូននេះគឺវិមានឯករាជ្យនៅវៀងច័ន្ទណាបងប្អូនវាគេហៅថាវិមានឈ្នះសម្រាប់ប្រទេសឡាវនៅនេះដែរគឺគេដូចនិយាយទៅដូចនៅមានឯករាជ្យនៅភ្នំពេញដែរហ្នឹងមានគេចុះចតនៅនឹងហើយមានគេថតរូបលេងអីនៅនឹងអញ្ចឹងមើលទៅហើយយើងក៏ជិះកាត់អញ្ចឹងទៅយើងក៏ចូលមកថតរូបលេងខ្លះនៅនឹងដែរបងប្អូន
ចេះកាន់អូកៅឡាក់កៅឡាក់កាន់What? Luggage? Luggage? How? What? Come on. How many elephant? How many elephant? 4 elephant? Yeah. ដោយនេះដែរគឺយើងដល់ម៉ោងដែលយើងត្រូវធ្វើដំណើរត្រឡប់ទៅស្រុកខ្មែរវិញអញ្ចឹងខ្ញុំនឹងថតសកម្មភាពនៅពេលដែលធ្វើដំណើរត្រឡប់ទៅខ្មែរវិញឲ្យបងប្អូនមើលអស់គ្នាដោយមិញហ្នឹងគឺផ្សារនៅចិត្តបេនឡានហ្នឹងទេបងប្អូនផ្សារដែលគេលក់បងប្អូនយើងត្រូវការទិញអីអញ្ចឹងណាឡើងឡានអញ្ចឹងណានេះគឺឡានដែលយើងក្រេតដេកដូចយើងមកដែរបងប្អូនដែលមើលទៅឡាននេះរៀងក្រន់ថ្មីជាងឡានមកបន្តិចហើយនេះយើងទៅទៀតហើយធ្វើដំណើរទៅទាំងយប់ទៀតហើយគឺម៉ោងគេហ្នឹងមានតែពេលយប់ទេបងប្អូនមានតែមួយជើងហ្នឹងទៀតម៉ោងគេហ្នឹងហើយនេះគឺភ្លឺហើយបងប្អូនយើងធ្វើដំណើរយប់ទល់ភ្លឺហ្មងហើយយើងថតតាមភ្លឺខ្លះៗអញ្ចឹងណាបងប្អូនតើឥឡូវទស្សនាទាំងអស់គ្នានេះដែរយើងបានមកដល់ប៉ាក់សេហើយបងប្អូនដោយប៉ាក់សេហ្នឹងគឺមានប៊ីលានយន្តហោះមួយដែរនៅខាងប្រទេសឡាវហ្នឹងវៀងច័ន្ទក៏មានប៊ីលានយន្តហោះហើយប៉ាក់សេនេះមានប៊ីលានយន្តហោះដែរបងប្អូនតើយើងជិះកាត់ប៊ីលានយន្តហោះគេហ្នឹងបើសិនជាបងប្អូនជិះយន្តហោះមកពីខ្មែរអញ្ចឹងអាចឈប់ប៉ាក់សេក៏បានឬក៏វៀងច័ន្ទក៏បានបងប្អូនស្អាតតែបងប្អូនចង់ចតនៅណាក៏បានដែរនេះស្ថានភាពគេដែរបងប្អូនអើយមើលទៅស្អាតតាមផ្លូវដល់ទីក្រុងគេហើយបងប្អូនអានេះយើងបានមកដល់ចំណតរថយន្តដែលយើងឡើងណាបងប្អូនហើយដល់យើងមកដល់ចំណតហើយយើងក៏ចុះបានតាក់ទងទៅខាងវិរៈបុនធម្មហើយខាងឡានតាក់ស៊ីហ្នឹងក៏គេមកនិយាយជាមួយយើងឲ្យជិះឡានគេណាបងប្អូនហើយដោយសារយើងមកតាមឡានវិរៈបុនធម្មវិញអញ្ចឹងយើងអត់ជិះឡានគេទេហើយគេនៅនឹងគេប្រាប់យើងថាឡានអត់មានចេញទេគេអស់ហើយគេឲ្យយើងបង្ខំយើងជិះឡានគេបងប្អូនដោយសារយើងតាក់ទងទៅខាងក្រុមហ៊ុនវិរៈបុនធម្មហើយគឺគេមានជើងចេញមកមួយជើងដែរមកខ្មែរវិញអញ្ចឹងណាបងប្អូនដល់ម៉ោង9គេមានចេញមកខ្មែរអញ្ចឹងបងប្អូនមកឲ្យតន់ម៉ោង9មកយើងបានចេញមកខ្មែរវិញហើយបើសិនមកឡែតអីហ្នឹងគឺយើងត្រូវគេងនៅប៉ាក់សេនឹងមកយប់ទៀតហើយចាំផ្សាយអីទៀតហើយនេះគឺយើងជិះកង់3បងប្អូនជិះកង់3មកបេនឡានអញ្ចឹងទស្សនាលេងតាមផ្លូវនៅប៉ាក់សេទាំងអស់គ្នាបងប្អូនហើយអធិស្ឋានដែរបងប្អូនដែរដែល
ក្នុងការនិយាយ voice over ទៅដោយមានកន្លែងខុសឆ្គងកន្លែងណាមួយហើយនិយាយទៅខុសកន្លែងណាមួយទៅសេអីខុសថងណាមួយសង្ឃឹមថាបងប្អូននឹងអធិស្ឋានហើយយើងនឹងជាយាមផលិតវីដេអូក្រោយៗទៀតនឹងឲ្យបានល្អជាងនេះដោយឥឡូវនេះយើងធ្វើដំណើរការធ្វើដំណើរមកប្រទេសឡាវហើយនឹងត្រឡប់ទៅវិញនេះគឺការធ្វើវីដេអូនេះគឺដល់ទីបញ្ចប់ហើយបងប្អូនហើយសង្ឃឹមថាបងប្អូននឹងបានមើលហើយនឹងជួយ subscribe នៅ channel ខ្ញុំម្នាក់មួយបងប្អូនហើយ comment like ម្នាក់មួយទៅបងប្អូនហើយសូមអរគុណបងប្អូនច្រើនដែរបានចំណាយពេលវេលាមកតាមដានទស្សនាវីដេអូពីដើមដល់ចប់ដែរបងប្អូនហើយយើងនឹងជួបគ្នានៅ clip វីដេអូក្រោយទៀតដោយយើងនឹងធ្វើដំណើរទៅកាន់កន្លែងលេងផ្សេងៗទៀតហើយនឹងថតជូនបងប្អូនយើងបានទស្សនាទាំងអស់គ្នាហើយយើងអាប់ដេតកន្លែងលេងថ្មីៗជូនបងប្អូនបន្តទៀតបងប្អូនអរគុណបងប្អូនហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត